បាទយោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានដែលនៅក្រោមការដឹកនាំរដ្ឋបាលរបបក្រុងភ្នំពេញបានចេញសេចក្តីប្រកាសនៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025នេះគឺបានសម្រេចលុបអឺកំលុបក្របខ័ណ្ឌបុគ្គលិកសារព័ត៌មានម្នាក់ចេញពីស្ថាប័នព័ត៌មានដោយបុគ្គលម្នាក់នោះបានធ្វើលើសលប់និងមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរដែលពាក់ព័ន្ធនឹងការអត្ថាធិប្បាយជាមួយនឹងពាក្យសម្ដីមិនសមរម្យលើរូបរាងកាយស្ត្រីហើយក្រសួងព័ត៌មានក៏បានដាក់បុគ្គលម្នាក់នេះនៅក្នុងបញ្ជីហាមឃាត់មិនអោយធ្វើអាជីវកម្មនិងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទូរទស្សន៍ចាប់ពីពេលនេះតទៅគឺចាប់ពីថ្ងៃទី18ដែលចេញនៃសេចក្តីប្រកាសព័ត៌មាននេះតទៅបាទហើយបុគ្គលដែលក្រសួងព័ត៌មានបានលុបចោលនោះគឺឈ្មោះខណ្ឌសរតបាទគឺជាអ្នកសារព័ត៌មានមួយរូបដែល live នឹងយកព័ត៌មានតាមផ្លូវនិងតាមបណ្ដាញសង្គមផ្សេងៗគឺពុកម៉ែបងប្អូនគឺប្រកាសជាស្គាល់ហើយប្រកាសជាច្បាស់តែចំណែកឯពាក់ព័ន្ធទៅនឹងអ្នកសារព័ត៌មានដែលប៉ះពាល់នឹងកិត្តិយសស្ត្រីបើសិនបើយើងមើលឲ្យជាក់ស្ដែងមែនតែទៅមិនមែនមានតែបុគ្គលឈ្មោះខណ្ឌសរតនេះទេគឺមានជាច្រើនមកហើយជាពិសេសនោះគឺធ្លាប់ទាំងជេរប្រមាថដេលថ្មេះស្ត្រីច្រើនទៀតមានលោកផៃវណ្ណៈតែម្ដងគឺប៉ះពាល់ដល់ស្ត្រីគេតយុះគេឈ្មោះនិងគេខ្មាស់ស្ត្រីមែនទែនដែលបុគ្គលឈ្មោះផៃវណ្ណៈនេះគឺបើសិនបើនិយាយពីបទល្មើសនិងបទចោទនោះនិងកំហុសផ្សេងគឺធ្ងន់ធ្ងរជាងបុគ្គលឈ្មោះខណ្ឌសរតនេះទៀតតែចំណែកនៃការអនុវត្តច្បាប់គឺដូចជាលំអៀងយ៉ាងម៉េចទេពុកម៉ែបងប្អូនគួរតែយើងដាក់ចម្ងល់នេះទៅក្រសួងព័ត៌មានថាហេតុអ្វីក៏អនុវត្តច្បាប់តែទៅលើបុគ្គលមួយហើយបុគ្គលផ្សេងទៀតដែលមាក់ងាយនឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះស្ត្រីភេទនិងប្រើពាក្យពេចន៍អសុរោះនិងជេរប្រមាថផ្សេងនោះហេតុអីក៏ក្រសួងព័ត៌មានក៏ដូចជាក្រសួងកិច្ចការនារីនោះมันអនុវត្តច្បាប់ចំពោះបុគ្គលដែលជេរប្រមាថទៅលើនារីភេទនិងស្ត្រីភេទបែបនេះបាទហើយជាចម្ងល់នេះក៏សូមជូនទៅពុកម៉ែបងប្អូននាំគ្នាជួយគិតពិចារណានិងសួរទៅក្រសួងនិងស្ថាប័នទាំងពីរផងដែរថាតើក្រសួងព័ត៌មាននិងក្រសួងកិច្ចការនារីគួរតែចាត់វិធានការទៅលើបុគ្គលដែលប៉ះពាល់នឹងជេរប្រមាថស្ត្រីនេះតែបុគ្គលតែម្នាក់ខណ្ឌសរតឬក៏យ៉ាងណាហើយទុកឲ្យបុគ្គលដែលជេរប្រមាថស្ត្រីក្តែងតាំងពីដើមឡើយមានលោកផៃវណ្ណៈអីជាដើមហ្នឹងគួរតែឲ្យនៅក្រៅច្បាប់បន្តឬក៏យ៉ាងណាបាទសូមអរគុណ